លោកគ្រូទាំងអស់គ្នាចឹងនេះខ្ញុំមកធ្វើបទបង្ហាញអំពីការប្រើប្រាស់ស្នាបឋម PLP ឬក៏ការចូលទៅក្នុងគណនី PLP ដើម្បីប្រើប្រាស់បានអញ្ចឹងដើម្បីប្រើប្រាស់នៅស្នាបឋម PLP បានត្រូវតែទៅបង្កើតគណនីសិនមានន័យថានាយកសាលាត្រូវតែចូលទៅបង្កើតគណនីថ្នាក់រៀននិងទាញសិស្សចូលសិនទើបយើងជាគ្រូបង្រៀនចូលទៅប្រើប្រាស់បានបើសិនជា ICT ឬក៏នាយកសាលាអត់ចូលទៅបង្កើតគណនីឲ្យយើងគេឬក៏ទាញថ្នាក់ឲ្យយើងទេគឺយើងចូលទៅគឺមានតន័យសិស្ស0នៅដែរបាទអញ្ចឹងសម្រាប់បទបង្ហាញនេះគឺយើងមាន4សំខាន់ទី1គឺការចូលទៅប្រើប្រាស់ថ្នាក់បឋមទី2ការទាញអតិន័យគ្រប់គ្រងសាលារៀនឬក៏នាយកសាលា ICT ទី3ការបង្កើតថ្នាក់រៀននិងទាញសិស្សចូលថ្នាក់និងទី4ការប្រើប្រាស់ថ្នាក់បឋមរបស់គ្រូបង្រៀនអញ្ចឹងដើម្បីប្រើប្រាស់បានខ្ញុំបបតតែម្ដងដើម្បីលោកគ្រូនិងគ្រូទាំងអស់គ្នាស្រួលមើលបាទឆ្លាញ់ខ្ញុំទម្លាក់ជូនដល់លោកគ្រូមើលតាមក្រៅអញ្ចឹងដំបូងយើងចូលមកក្នុង website បែបនេះហើយយើងចូលទៅក្នុងប្រើប្រាស់ប្រព័ន្ធបាទចឹងនៅពេលដែលយើងប្រើប្រាស់តាមប្រព័ន្ធរបស់ខ្ញុំនេះជាប់ឈ្មោះខ្ញុំស្រេចបាទគឺឈ្មោះ stock pendant នេះថាទី4កដូចលោកគ្រូឃើញអញ្ចឹងដើម្បីប្រើប្រាស់បានយើងត្រូវតែទៅគ្រប់គ្រងគណនីសាលារៀនយើងសិនបាទនេះន័យថានាយកសាលាមានតែនាយកសាលា ICT ទេអញ្ចឹងបើសិនជាយើងអាចទៅចូលជំនួសគាត់ក៏បានដែរបាទអញ្ចឹងយើងអាចចូលទៅកន្លែងថ្នាក់គ្រប់គ្រងសាលារៀនទៅអញ្ចឹងដោយសារតែរបស់ខ្ញុំនេះជាប់បាន log in អីចឹងខ្ញុំធ្វើការដាក់ចេញវិញសិនចឹងនៅពេលដែលយើងចូលមកដំបូងគឺវាស្អាតបាទស្អាតបែបនេះខ្ញុំលុបឲ្យអស់អញ្ចឹងយើងអត់មានលេខកូដយើងជិះរើសស្វែងរកគណនីសម្រាប់គ្រូហើយយើងចូលគណនីតាមកន្លែងគឺថាខ្ញុំនៅកំពង់ឆ្នាំងស្រុកខ្ញុំនៅជលគិរីសាលារៀនខ្ញុំគឺសាលារៀននៅបឋមសិក្សាវត្តត្រង់ហើយកន្លែងនេះលោកគ្រូត្រូវរើសនាយកសាលាមានន័យថាមានតែនាយកសាលាឬក៏ ICT នៅសាលាលោកគ្រូទេតែគាត់មានសិទ្ធិនៅក្នុងការទេសិស្សបានហ្នឹងទៅកន្លែងទៅរើសនាយកសាលាជាមុនសិនហើយយើងចុចទូនៅគ្រូមើលកន្លែងឈ្មោះប្រើប្រាស់នេះឃើញគេដាក់ថា director នេះបាទអញ្ចឹងគឺជា username ដែលយើងត្រូវប្រើនៅក្នុងសាលារៀនរបស់យើងអញ្ចឹងនៅពេលដែលចូលមកប៉ុណ្ណេះគឺវាជាប់ប៉ុណ្្នឹងហើយបាទហើយ password នេះយើងអាចបាយ director 1 2 3បាទប្រើគ្រប់គ្នាយើងអត់ទាន់ដូរណាហើយយើងចុចពាក្យថាចូលប្រព័ន្ធអញ្ចឹងបន្ទាប់ពីចូលប្រព័ន្ធមកវានឹង load ព័ត៌មានបែបនេះអញ្ចឹងវាបង្ហាញចំនួនសិស្សហើយបន្តមកទៀតលោកគ្រូចុចនៅកន្លែងនេះដើម្បីមើលព័ត៌មានបន្ថែមអញ្ចឹងកន្លែងផ្ទាំងគ្រប់គ្រងព័ត៌មាននេះវាបង្ហាញចំណុចមានគ្រូបង្រៀនថ្នាក់និងសិស្សអញ្ចឹងដំបូងយើងអាចចុចពីលើគ្រូបង្រៀនអញ្ចឹងបើសិនជាលោកគ្រូចង់បន្ថែមគ្រូបង្រៀនអាចចុចកន្លែងពាក្យនេះបន្ថែមគ្រូមកហើយជ្រើសជាក់ស្ដែងមកការបច្ឆេទជ្រើសភេទនាមតកោនាមអីលោកគ្រូដាក់តាមនឹងមកកន្លែងគ្រូអត់មានអីច្រើនទេហើយនេះយើងមើលមកខ្ញុំគិតថាលោកគ្រូអាចបំពេញបានហើយយើងរើសតាមនឹងមកមាន1មាន2ហើយបើយើងសមត្ថភាពគណនីនេះយើងចង់ដូរទៅបែបខ្ញុំឌីខមមិនថាកុំឲ្យដូរយើងទុកសិនទៅបន្តមកទៀតយើងចុចនៅពេលយើងរើសហើយយើងចុចពីថានេះកន្លែងបន្ថែមនេះចឹងវានឹងបានគ្រូបង្រៀនថ្មីហើយតែដោយសារខ្ញុំអត់ត្រូវបន្ថែមទេខ្ញុំអត់ចាំបាច់ទេឥឡូវខ្ញុំថយក្រោយវិញចឹងអ្វីដែលខ្ញុំចង់បង្ហាញគឺថ្នាក់រៀនចឹងរបស់យើងចូលមកដំបូងវាខ្លះអាចនឹងមាន00ឬក៏មានថ្នាក់អត់មានសិស្សចឹងដូចជារបស់ខ្ញុំនេះខ្ញុំបង្កើតសាកទេបាទនេះខ្ញុំបង្កើតមិញដើម្បីធ្វើ slide នេះខុសលុបអត់បានទេចឹងលោកគ្រូចុចដល់កន្លែងថ្នាក់លោកគ្រូចុចបន្ថែមថ្នាក់រៀនហើយអញ្ចឹងបន្ទាប់បន្ថែមថ្នាក់រៀនឈ្មោះថ្នាក់នេះយើងអាចវាយមកបាទឥឡូវខ្ញុំវាយថ្នាក់ទី2កោចុះបាទចូលបង្កើតហ្មងទៅកម្រិតថ្នាក់តើយើងចង់បង្កើតថ្នាក់ទីម៉ានហើយបង្កើតថ្នាក់ទី2ឈ្មោះគ្រូបង្រៀនបាទអញ្ចឹងវាជាប់ស្នាច់ដោយសារថ្នាក់ទីបង្រៀនឆ្នាំមុនជាប់លោកមានលោកគ្រូនៅសាលាខ្ញុំគាត់ឈ្មោះបាទយិនស្រស់អញ្ចឹងខ្ញុំចុចមើលហ្មងហើយថ្នាក់អីដោយសារយើងបង្កើតថ្នាក់ទី2កោយើងដាក់កោមកបាទតាមភាសានេះយើងត្រូវដាក់របស់គេដែរចំនួនសិស្សជាក់ស្ដែងផងដាក់23អញ្ចឹងអូខេចំណាំ23យើងចុចបន្ថែមថ្នាក់មកហើយដាក់អ៊ីនធឺណិតយើងទៅមើលថាទៀតពេលនេះយើងឃើញថ្នាក់ទី2កោអញ្ចឹងទី2កោនេះអត់មានសិស្សទេគឺមាន0លើ23យើងធ្វើមិនដើម្បីនាំសិស្សបានទេលោកគ្រូចុចកន្លែងផ្ទាំងគ្រប់គ្រងវត្តមានបន្តទៀតហើយយើងទៅមើលពាក្យថាសិស្សបាទចុចទៅលើសិស្សហើយលោកគ្រូចុចកន្លែងពាក្យថាបន្ថែមសិស្សហើយចឹងនៅពេលបន្ថែមសិស្សវានឹងមានផ្ទាំងមួយទៀតគឺផ្ទាំងតម្រងនេះនឹងចុចតម្រងកន្លែងខាងលើនេះលោកគ្រូមិនអាចខ្វល់វាទេកុំប៉ះវាអីបាទយើងមើលតែកន្លែងនេះជ្រើសរើសកម្រិតថ្នាក់អញ្ចឹងដោយសារតែមិញថ្នាក់ទី2អញ្ចឹងសិស្សដែលយើងត្រូវនាំចូលកន្លែងនេះគឺសំខាន់មែនទែនគឺថ្នាក់ទី1មានន័យថាថ្នាក់ទី1ឆ្នាំមុនណាបាទយើងត្រូវនាំគាត់ចូលថ្នាក់ទី2ឥឡូវយើងចុចថ្នាក់ទី1មកអូខេអញ្ចឹងយើងចុចពាក្យថាអនុវត្តបាទអញ្ចឹងកន្លែងនេះវាឲ្យយើងរើសតែដោយសារតែថ្នាក់ទី1ហ្នឹងខ្ញុំបានទេហើយចឹងវាអត់ឲ្យរើសទេឥឡូវខ្ញុំទៅដូរសិនឧទាហរណ៍ថាខ្ញុំរើសថ្នាក់ផ្សេងថ្នាក់
ទី6ដោយសារទី6ឆ្នាំមុនគាត់ជាប់ទស្សនៈទី7ខ្ញុំចុចអនុវត្តដល់ដែរអូខេអញ្ចឹងលោកគ្រូនៅឃើញឲ្យរើសទេបាទអញ្ចឹងយើងឲ្យចុចរើសមកឥឡូវយើងចុចរើសខ្ញុំចុចរើសមួយសោះកុំឲ្យវាក់លុបបាទដោយសារតែវាជាប់សិស្សឆ្នាំមុនតមកទៀតយើងចុចលើកន្លែងរូបមនុស្សពីរហ្នឹងហើយតមកទៀតវាបង្ហាញផ្ទះបែបនេះអញ្ចឹងតើថ្នាក់សិស្សនេះសិស្សទី6ពិតទៅរុញទី7តែខ្ញុំបង្ហាញលោកគ្រូអញ្ចឹងឥឡូវខ្ញុំចង់ដាក់ទី2កដោយសារទី2កយើងទៅបង្កើតមិញហ៎បាទអញ្ចឹងខ្ញុំចុចលើ2កមានសញ្ញាខៀវនេះយើងចុច header កំណត់សិស្សអញ្ចឹងបាទឥឡូវសិស្សរបស់យើងបានបញ្ចូលរួចរាល់ហើយគ្រូចុចមកកន្លែងថ្នាក់មកបាទអញ្ចឹងយើងមកមើល2កអញ្ចឹង2កគឺនេះគឺចំនួនសិស្សដែលយើងបាន add មិញហ្នឹងសុំទោសថ្នាក់រៀននេះ2កហ្នឹងគឺមានសិស្សចំនួនម្នាក់មិញហើយបាទអញ្ចឹងប្រើប្រាស់ឬក៏ទាញតន័យបានអញ្ចឹងលោកគ្រូចុចកន្លែងគ្រូមកបាទចុចគ្រូបង្រៀនខ្ញុំមើលសិនបាទនេះនៅក្នុងគ្រូបង្រៀនមាន password សម្រាប់យើងមកចេញឯនេះលោកគ្រូឃើញគេដែរអត់បាទអញ្ចឹងយើងត្រូវរកយក password ហ្នឹងទៅបញ្ចូលកន្លែងគ្រូអញ្ចឹងយើងឧទាហរណ៍របស់ខ្ញុំថ្នាក់ទី1ចុះឥឡូវខ្ញុំធ្វើការ copy បើសិននេះលោកគ្រូអាច screenshot វាទុកប្រហែលដែរបាទឥឡូវខ្ញុំធ្វើការ copy ហើយខ្ញុំចូលមកកន្លែងផ្ទាំងដើមដំបូងគេបាទនេះខ្ញុំធ្វើការចូលមកសហគណៈសាលារៀនខ្ញុំ log out វិញដោយសារកុំឲ្យជាប់ដោយសារយើងចង់ប្រើជាគ្រូបាទអញ្ចឹងកន្លែងនេះយើងដាក់ PLP របស់យើងចូល PLP របស់គ្រូបង្រៀនណាបើខ្ញុំបាន copy មិញហ្នឹងហើយ password យើងដូរបាទយើងដូរដាក់ teacher add 1 2 3ឥឡូវខ្ញុំถ่ายលោកគ្រូសិនបាទនេះអើយចូលមកអក្សរធំបាទដាក់អក្សរតូចអូខេ teacher add 1 2 3អញ្ចឹងទៅប៉ុណ្ណឹងយើងចុចចូលប្រព័ន្ធអញ្ចឹងឥឡូវវាចាប់ផ្ដើមចាប់នេះមានន័យថាសិស្សថ្នាក់ខ្ញុំមាន29នាក់បាទអញ្ចឹងមានន័យថាខ្ញុំអាចប្រើប្រាស់បានហើយចឹងឥឡូវនេះកន្លែងនេះប្រើប្រាស់នេះទីគ្រូបង្រៀនអញ្ចឹងយើងមានតន័យណាលោកគ្រូបាទចុះវាមានតន័យចុះធ្វើម៉េចដើម្បីឲ្យប្រើប្រាស់បានបន្តទៀតបាទអញ្ចឹងបន្ទាប់ពីមានតន័យលោកគ្រូអាចចេញឬក៏យើងចូលទៅកន្លែងដើមវិញទៅដែរអញ្ចឹងវាពិបាកតិចកន្លែងនេះបាទអញ្ចឹងឲ្យលោកគ្រូដឹងថាយើងមានបញ្ហាអីយើងនឹងចូលមកកន្លែងសហថ្នាមកហើយយើងមើលស្នាចំនួនថ្មីបាទយើងរើសពាក្យស្នាចំនួនថ្មីហើយវាឲ្យរើសចឹងឥឡូវខ្ញុំដាក់ password ខ្ញុំជាប់ដែរកន្លែងនេះដាក់ teacher 1 2 3ដែរលោកគ្រូបាទយើងចុចចូលគណនីទៅបាទអញ្ចឹងវាចាប់តាមបង្ហាញនេះបាទនេះដោយសារខ្ញុំប្រើថ្នាក់ទី4ជាប់ថ្នាក់ទី4អញ្ចឹងយើងអាចបង្រៀនសិស្សបានហើយយើងអាចចូលមកកន្លែងគ្រប់គ្រងសិស្សមកអញ្ចឹងនេះមានសួរឈ្មោះសិស្សទាំងអស់ដែលខ្ញុំបានទាញចូលមុនហ្នឹងបាទនឹងមាន username ហើយយើងអាចទាញយកមកនេះបាទយើងចុចកន្លែងនេះមានន័យថាសម្រាប់សិស្សយើងអាចយក password របស់សិស្សអញ្ចឹងបានណា QR នេះបាទយើងអាចទាញ QR គាត់បានហើយកន្លែងនេះកន្លែងទាញយក PDF នេះមកវាបានជា file QR អញ្ចឹងសម្រាប់វីដេអូបទបង្ហាញមានតែប៉ុណ្្នឹងទេលោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទចឹងបើសិនជាមានចំណុចខុសខាតកន្លែងណាក៏សូមលោកគ្រូអធិស្ឋានខ្ញុំបាទផងហើយជាក្រោយខ្ញុំបាទសូមអរគុណសូមជម្រាបលា